បាទអនុញ្ញាតគោរពជំរាបសួរបាទប្រិមិត្តបាទថ្ងៃនេះក្រុមការងារយើងខ្ញុំបាទដែលមានលោកសេងរិស័យបាទជាប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានបានធ្វើដំណើរត្រឡប់ពីបំពេញបេសកកម្មនៅក្នុងទឹកដីនៃខេត្តតាកែវរួចរាល់ហើយក៏ធ្វើដំណើរបាទឆ្លងកាត់មកដល់ត្រង់ចំណុចភូមិចាថ្មីក្នុងស្រុករលាភាផ្អៀខេត្តកំពង់ឆ្នាំងបាទតាមបណ្ដោយផ្លូវជាតិលេខ5ប្រិយមិត្តទាំងអស់គ្នាបាទក៏បានឃើញបាទនៅកន្លែងបាទតូបលក់មួយកន្លែងដែលបងអូនស្រីគាត់បានដាក់លក់នៅលើចិញ្ចើមថ្នល់បានសាងសង់តូបហ្នឹងនៅលើខ្នងប្រឡាយចិញ្ចើមផ្លូវថ្នល់ជាតិលេខ5ហ្នឹងគាត់មានលក់ដំឡូងបាទនំហើយនឹងណែមបាទហើយចេកឆានំផ្សេងទៀតហើយនឹងទឹកបរិសុទ្ធជាពិសេសគឺមានត្រសក់ស្រូវដ៏ធំហើយលោកប្រធានបាទនឹងក្រុមការងារក៏បានឈប់ឡានហើយក៏ចូលធ្វើការសួរសុខទុក្ខទៅលើការលក់ដូររបស់ប្អូនស្រីពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងកន្លែងនេះហើយក៏បានជួយទិញបាទទៅលើផ្លែត្រសក់ស្រូវហ្នឹងបាទជាច្រើនផ្លែបាទផងដែរប្រិមិត្តទាំងអស់គ្នាដើម្បីទៅផ្ញើអ្នកផ្ទះហើយក៏ជួយទិញហ្នឹងដើម្បីសម្រួលបាទដល់ការលក់ដូររបស់ប្អូនស្រីបាទគ្រាន់នឹងបានកម្រៃបាទមួយថ្ងៃដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងគ្រួសារហើយក៏សូមធ្វើការអំពាវនាវបាទដល់បងប្អូនបាទអ្នកដំណើរទាំងអស់គ្នាដែលបានធ្វើដំណើរឆ្លងកាត់បាទនៅលើដងផ្លូវជាតិលេខ5ហើយមកដល់ចំណុចភូមិចាថ្មីស្រុករលាផ្អៀខេត្តកំពង់ចាមបាទនៅត្រង់ចំណុចនេះគឺយើងឃើញថាមានបងប្អូនបាទដែលគាត់ដាក់តូបលក់ដូរនៅមុខផ្ទះរៀងខ្លួននឹងជាច្រើនហើយសុំកុំភ្លេចបាទឈប់ឡានឈប់ម៉ូតូបាទដើម្បីជួយទិញបាទដល់ផលិតផលក៏ដូចជាដំណាំកសិផលក៏ដូចជានំបាទចំណីអាហារផ្សេងដែលបងប្អូនស្រីក៏ដូចជាបងប្អូនប្រជាកសិករយើងគាត់ដាំបានធ្វើបានដាក់លក់បាទដើម្បីនឹងជួយលើកស្ទួយដល់កសិផលរបស់ខ្មែរយើងផងបាទសូមជួយគ្រប់គ្រងនៅបាទដំណាំបាទនេះគឺជាដំឡូងបាទដំឡូងជ្វាដំឡូងក្រហមបាទត្រសក់ស្រូវបាទធំណាស់ប្រិយមិត្តទាំងអស់គ្នាបាទជួយទិញគាត់បាទដើម្បីគាត់នឹងបានចំណេញខ្លះអំពីការលក់ដូរហ្នឹងយកទៅផ្គត់ផ្គង់គ្រួសារបាទខ្មែរជួយខ្មែរបាទបងប្អូនយើងទាំងអស់គ្នាយើងអត់បានជួយចែករំលែកជាថវិកាជាអ្វីមួយទៅគាត់តែយើងបានជួយចែករំលែកនៅក្តីស្រឡាញ់ក៏ដូចជានៅការជួយគ្រប់គ្រងបាទក្នុងការទិញផលិតផលរបស់គាត់បាទសូមអរគុណច្រើនបាទប្រិមិត្តទាំងអស់គ្នាបាទអរគុណ